សួរអរគ្នាបងអូនឈ្មោះរមាស់ណាស់ក៏បានសួរថាបងបើហារូបករណ៍យើងអស់សុពលភាពហើយយកចង់ទៅខ្មែរវិញយើងចង់ធ្វើការនៅបន្តតើបានឬអត់និយាយរួមទៅសំណួរមួយនេះគឺពាក់ព័ន្ធជាមួយបញ្ហាពីរផ្សេងគ្នាបញ្ហាទី1គឺអាហារូបករណ៍បញ្ហាមួយទៀតគឺការនៅអូស្ត្រាលីអញ្ចឹងអាហារូបករណ៍ហ្នឹងគឺចេញភាគច្រើនដោយសាលាឬក៏ដោយរដ្ឋឬក៏ឲ្យអង្គការផ្សេងៗគេមានលក្ខខណ្ឌរបស់អាហារូបករណ៍នីមួយៗហ្នឹងក៏ប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងការយើងស្នាក់នៅអូស្ត្រាលីឯងវាអាចពាក់ព័ន្ធគ្នាដែរប៉ុន្តែអ្នកដែលកំណត់ថាយើងអាចនៅអូស្ត្រាលីបានយូរប៉ុណ្ណាពីថ្ងៃណាដល់ថ្ងៃណារយៈពេលប្រហែលអីហ្នឹងគឺចេញមកពីខាងរដ្ឋរបស់គេទេហ្នឹងពាក់ព័ន្ធមួយខាងវីសាយើងបើរដ្ឋគេឲ្យតម្លាក់ឲ្យយើង3ឆ្នាំឧទាហរណ៍ថាពីថ្ងៃទី1ខែ1 2022រហូតដល់1ខែ1 2023 4 5 2025 3ឆ្នាំអញ្ចឹងបានន័យថាយើងនៅលើថ្ងៃហ្នឹងគឺខុសច្បាប់ហើយច្បាប់ហ្នឹងគឺអត់ល្អទេប្រហែលជាគេលេងឲ្យចូលអូស្ត្រាលីរហូតឬក៏លេងឲ្យចូលអូស្ត្រាលីរយៈពេលច្រើនឆ្នាំយើងគេហាមគេបែនយើងបដ ாய் ក៏ប៉ុន្តែជាទូទៅបន្ទាប់ពីយើងរៀនចប់ហើយនៅប្រទេសអូស្ត្រាលីដូចខ្ញុំរៀនចប់ហើយអញ្ចឹងអស់អាហារូបករណ៍ទៅបានវីសាមកធ្វើការនៅនេះរយៈពេល2ឆ្នាំនឹងសិស្សទូទៅគេបាន2ឆ្នាំអញ្ចឹងដូចគ្នាអ្នកខ្លះបាន3ឆ្នាំហើយកាល COVID ដូចជាមានអ្នកបានដល់4ដល់5ឆ្នាំមកសម្រាប់មកធ្វើការសុទ្ធពេលយើងរៀនចប់ហើយមិនខកថាសិស្សហ្នឹងបានអាហារូបករណ៍ឬក៏មិនបានទេអូខេហើយមួយវិញទៀតសូមបន្ថែមបន្តិចដូចខ្ញុំបានលើកឡើងពីមុនអញ្ចឹងគឺវាពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌរបស់អាហារូបករណ៍ឧទាហរណ៍ថាអាហារូបករណ៍របស់រដ្ឋអូស្ត្រាលីរបស់ scholarship អញ្ចឹងពេលគេប្រហែលជាអាចជាមានលក្ខខណ្ឌឲ្យយើងទៅខ្មែរវិញឧទាហរណ៍ថារយៈពេល3ឆ្នាំចុះអញ្ចឹងបានន័យថាពេលយើងរៀនចប់អាហារូបករណ៍ហ្នឹងទៅយើងត្រូវទៅខ្មែរវិញឬក៏អត់អាចជន់ដីអូស្ត្រាលីវិញរយៈពេល3ឆ្នាំបន្ទាប់ពី3ឆ្នាំហ្នឹងទៅយើងចង់ទៅណាក៏បានស្រេចតែយើងអាចចង់ដាក់មកធ្វើការនៅរៀននៅអូស្ត្រាលីនេះវិញក៏បានដែរមានសំណួរអីផ្សេងអាចសួរបានឡើងលើរថភ្លើងហើយបាយបាយ